នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដែងការព្រួយបារម្ភចំពោះការបែកធ្លាយសម្លេងសន្ទនារវាងមេដឹកនាំថៃជាមួយប្រធានព្រឹទ្ធសភាកម្ពុជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមកាលពីថ្ងៃទី19ខែមិថុនាបានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសម្លេងនៃការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រីផៃថងថានជីណាវ៉ាត់និងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែននេះបើតាមការចុះផ្សាយរបស់កាសែត News Straight Timeជារឿងអកុសលដែលមានការបែកធ្លាយនៃការសន្ទនារវាងលោកស្រីផៃថងថាននិងសម្ដេចតេជោហ៊ុនសែននៅក្នុងកិច្ចពិភាក្សារបស់ខ្ញុំជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃអ្នកទាំងពីរបានព្រមព្រៀងគ្នាបន្តទំនាក់ទំនងពលគឺមុនថ្ងៃទី14ខែមិថុនាលោកអាន់វ៉ាដែលបច្ចុប្បន្នជាប្រធានអាស៊ានបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំតុមូលអាស៊ីប៉ាស៊ីហ្វិកលើកទី38លោកបន្តថាសម្ដេចហ៊ុនម៉ាណែតនិងលោកស្រីផែថងថានបានបង្ហាញការយោគយល់គ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនក្នុងលក្ខណៈស្ងប់ស្ងាត់និងអត់ធ្មត់ខ្ញុំជឿថាអ្វីដែលជាផលប្រយោជន៍កម្ពុជាថៃគឺព្យាយាមបន្ថយភាពតានតឹងគូបញ្ជាក់ថានយោបាយផ្ទៃក្នុងថៃប្រេឆាក្រោយបែកធ្លាយសម្លេងសន្ទនារវាងលោកស្រីផែថងថាននិងប្រមុខបកកាន់អំណាចកម្ពុជាគណៈបកភូមិใจថៃបានប្រកាសដកខ្លួនចេញពីរាជរដ្ឋាភិបាលចម្រុះរបស់ប្រទេសថៃនិងអំពាវនាវឲ្យលោកស្រីនាយករដ្ឋមន្ត្រីផែថងថានជីណាវ៉ាត់ទទួលខុសត្រូវចំពោះការបញ្ចេញមតិនៅក្នុងការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាគណៈបកនេះយល់ថារបៀបសន្ទនារបស់លោកស្រីជាមួយប្រធានព្រឹទ្ធសភាកម្ពុជាគឺបានគំរាមកំហែងទំនុកចិត្តក្នុងការដឹកនាំរបស់លោកស្រីសម្លេងសន្ទនានេះបានបែកធ្លាយលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជាហើយបន្តិចក្រោយមកក៏ខ្ចរខ្ចាយទៅដល់ប្រទេសថៃការរង្គោះរង្គើនយោបាយផ្ទៃក្នុងថៃលេចឡើងស្របពេលដែលចំនួនជាមួយកម្ពុជានៅតាមបណ្ដោយព្រំដែនកំពុងក្តៅគគុកបន្ទាប់ពីការចល័តកងទ័ពទាំងសងខាងនៅក្នុងคลิปសម្លេងដែលបែកធ្លាយកាលពីថ្ងៃទី18មិថុនាលោកស្រីផែថងថានបាននិយាយថាលោកស្រីកំពុងប្រជុំមុខនឹងសម្ពាធក្នុងស្រុកហើយបានស្នើសុំឲ្យសម្ដេចតេជោហ៊ុនសែនកុំស្ដាប់ភាគីម្ខាងទៀតនៅក្នុងប្រទេសថៃមិនត្រឹមតែប៉ុណ្ណោះលោកស្រីបានរិះគន់មេទ័ពភូមិភាគ2ដឹកនាំទ័ពនៅតំបន់ជាប់ព្រំដែនជាមួយកម្ពុជាដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃក្រោយប្រជាជនថៃបានលើកិច្ចសន្ទនានេះលោកស្រីបានចេញមុខសុំទោសជាសាធារណៈហើយលោកស្រីបដិញ្ញាពួតដៃជាមួយយោធាដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសថៃ